សួស្តីជួបខ្ញុំសាជាថ្មីនៅក្នុង TikTok ថ្ងៃនេះខ្ញុំនឹងមាន slide តាក់ទងជាមួយនឹងការគ្រប់គ្រងគំនិតក៏ដូចជាការគ្រប់គ្រងផ្លូវចិត្តឲ្យយើងគិតបានច្រើនអ្វីដែលខ្ញុំចែករំលែកនៅក្នុង TikTok គឺបើសិនជាស្ដាប់មានប្រយោជន៍ជួយ like ជួយ share វាគឺជាការគិតមួយសម្រាប់ឲ្យយើងបញ្ឆេះនៅក្នុងខ្លួនដើម្បីឲ្យយើងគិតថាតើលទ្ធផលដែលយើងគិតត្រូវឬមួយក៏ខុសបាទឥឡូវយើងចាប់ផ្ដើមពាក្យដំបូងគឺ thinking បាទ thinking គឺជាការគិតនៅក្នុងការគិតគឺយើងមាន2បាទគិតបែបខុសនិងគិតបែបត្រូវឥឡូវនេះគឺខ្ញុំសម្រង់តាក់ទងជាមួយនឹងការគិតបែបត្រូវបាទបើសិនជាត្រូវសូមជួយ comment ឬក៏ជួយ like ឬក៏ជួយ share តើអ្វីដែលយើងចង់បាននៅក្នុងជីវិតរបស់យើងបាទមាន4មែនទេទី1គឺសេរីភាពពេលវេលាទី2គឺសុខភាពទី3គឺលុយទី4គឺ happiness បាទគឺសុភមង្គលក្នុងគ្រួសារទាំង4នេះខ្ញុំជឿជាក់ថានរណាក៏គេចង់បានដែរអ្វីដែលយើងខំប្រឹងរាល់ថ្ងៃមិនថាបងប្អូនមិនថាខ្ញុំក៏ប៉ុន្តែប្រឹងរាល់ថ្ងៃគឺគោលបំណងគឺចង់បាន4នេះនៅក្នុងជីវិតអ្វីដែលយើងត្រូវចាប់ផ្ដើមគឺយើងត្រូវតែគិតថាតើអ្វីគេដែលយើងគួរតែចាប់ផ្ដើមបាទយើងសួរសំណួរទៅខ្លួនឯងថាតើយើងគួរតែចាប់ផ្ដើមពីចំណុចណាទៅបាទតើឥឡូវបើសិនជាយើងធ្វើថ្ងៃនេះត្រូវតែខ្លាំងជាងពីម្សិលមិញអ្វីដែលយើងគិតអ្វីដែលខ្ញុំធ្វើអ្វីដែលអ្នកទាំងអស់គ្នាគិតបើសិនជាម្សិលមិញអ្នកធ្វើបានតិចថ្ងៃនេះអ្នកនឹងធ្វើឲ្យបានច្រើនជាងម្សិលមិញថ្ងៃស្អែកអ្នកនឹងធ្វើឲ្យច្រើនជាងថ្ងៃនេះបាទនឹងគឺជាលទ្ធផលដែលយើងសន្សំទុកពីមួយថ្ងៃទៅមួយថ្ងៃបន្តមកទៀតសូមប្រើពេល1ម៉ោងក្នុងមួយសប្តាហ៍ណាសូមប្រើពេល1ម៉ោងក្នុងមួយសប្តាហ៍ដើម្បីបង្កើតអ្វីមួយដែលអាចផ្ដល់ប្រយោជន៍ឲ្យអ្នករយៈពេល1ឆ្នាំចំណុចនេះគឺខ្ញុំកំពុងតែរៀបចំផែនការដែរក្នុងការ select បាទរកមុខរបរឬក៏រកអ្វីមួយដើម្បីធ្វើការក្នុង1ម៉ោងមួយសប្តាហ៍ហើយវាអាចផ្ដល់ផលប្រយោជន៍ឲ្យយើងរយៈពេល1ឆ្នាំមកដល់យើងបាទតោះកុំឲ្យខាតពេលយើងជួយគិតទាំងអស់គ្នាតើយើងគួរតែធ្វើចំណាយពេលបែបណា1ម៉ោងក្នុងមួយសប្តាហ៍ហើយអាចឆ្នៃបាទផលប្រយោជន៍ដល់ទៅ1ឆ្នាំសម្រាប់យើងបាទមួយទៀតអ្នកនិយាយថាណាអ្នកមិនមានពេលវេលាគ្រប់គ្រាន់តែបែរជាចំណាយពេល10នាទីត្អូញត្អែពីការងាររបស់អ្នកនេះគឺជាគំនិតមួយក្នុងការអប់រំយើងកុំចំណាយពេលក្នុងការត្អូញត្អែនៅសកម្មភាពរបស់យើងគួរតែចំណាយពេលកត់កំណត់សកម្មភាពដើម្បីធ្វើឲ្យកិច្ចការងាររបស់យើងទៅមុខមិនថាស្ថាប័នមិនថាក្រុមហ៊ុនមិនថារបររកស៊ីទេបាទត្អូញត្អែហ្នឹងគឺយើងកុំនិយាយបាទមួយវិញទៀតពេលវេលាគឺ120ម៉ោងក្នុងមួយឆ្នាំមានន័យថាពេលវេលា122ម៉ោងក្នុងមួយឆ្នាំគឺយើងត្រូវតែកំណត់ថាយ៉ាងម៉េចដើម្បីឲ្យយើងជោគជ័យសម្រាប់ការងារបាននៅក្នុងផែនការរបស់យើងរយៈពេល1ឆ្នាំផែនការជាក់លាក់មួយក្នុងការលក់ឬក៏ក្នុងការធ្វើការឬក៏ធ្វើឲ្យសម្រេចបានហ្នឹងមួយវិញទៀតសូមចំណាយពេលវេលាទៅដើម្បីបង្កើតឱកាសបាទសន្សំដើម្បីបាទដើម្បីជៀសផុតពីការត្អូញត្អែរបស់អ្នកដូចខ្ញុំនិយាយអញ្ចឹងថាការត្អូញត្អែវាមិនជាការល្អទេប៉ុន្តែបើសិនជាយើងឆ្នៃភាពត្អូញត្អែមកធ្វើជាមួយនឹងសកម្មភាពជាក់លាក់មួយក្នុងការធ្វើកិច្ចការងារមួយឲ្យល្អអាហ្នឹងទើបជារឿងល្អអ្វីដែលខ្ញុំដកស្រង់មកមួយទៀតគឺបើសិនជាយើងដកដង្ហើមបាទយើងដកដង្ហើមសិនមុននឹងយើងធ្វើសកម្មភាពបាទនេះគឺសំខាន់ណាបងប្អូនប្រយ័ត្នភ្លេចដកដង្ហើមណាបើសិនជាភ្លេចដកដង្ហើមធ្វើឲ្យជីវិតយើងស្លាប់តែម្ដងយើងដកដង្ហើមសិនមុននឹងយើងធ្វើសកម្មភាពយើងជួយសិនមុននឹងយើងវិនិច្ឆ័យណាយើងផ្ដោតលើអ្វីមួយដែលអាចដោះស្រាយបានមិនមែនផ្ដោតលើអ្វីហួសពីសមត្ថភាពដែលយើងអាចគ្រប់គ្រងបាននោះទេបាទពាក្យមួយម៉ាត់ឃ្លាមួយម៉ាត់នេះគឺល្អបើសិនជាយើងគិតថាយើងនឹងគិតបែបម៉េចគឺយើងត្រូវតែបាទផ្សំឲ្យបានគ្រប់ជ្រុងជ្រោយ
កំណត់បាទអានេះវាពាក់ព័ន្ធជាមួយកំណត់ម្ដងកំណត់គិតឃើញយើងត្រូវតែកត់ទុកបាទគិតអ្វីមួយឃើញត្រូវតែកត់ទុកសម្រាប់អ្វីបានត្រូវតែចំណាំធ្វើជោគជ័យត្រូវគ្រប់គ្រងឲ្យបានបាទវាគឺជាកំណត់ណាមួយវិញទៀតតកតងជាមួយនឹងពណ៌បាទនេះគឺជាពណ៌យើងត្រូវបែងចែកពណ៌ឲ្យបានច្បាស់ចាំធ្វើការសម្រេចចិត្តរឿងអីក៏ដោយយើងត្រូវតែមានផែនការឲ្យច្បាស់ឲ្យជាក់លាក់បាទមានបញ្ហាអីក៏ដោយត្រូវតែបែងចែកវាហើយចាំយើងសម្រេចចិត្តបាទមួយវិញទៀតគិតធំបាទទាំងអស់គ្នាយើងដឹងហើយថាសភៅមួយដែលយើងអាចគិតធំគេបង្រៀនឲ្យយើងគិតធំប៉ុន្តែអ្វីដែលយើងចង់បានសកម្មភាពក្នុងការគិតធំហ្នឹងគឺមានអីខ្លះគិតធំគឺទី1គឺពិនិត្យផែនការទី2គឺពិនិត្យសកម្មភាពរបស់យើងទី3គឺពិនិត្យការគ្រប់គ្រងរបស់យើងទី4ពិនិត្យទុនសម្រាប់ប្រើប្រាស់បាទវាតម្លៃចុងក្រោយការកិច្ចការងារជាក្រុមទើបអាចសម្រេចបានជោគជ័យបាទអាហ្នឹងគឺជាខ្វូតមួយក្នុងការគិតធំបន្តមកទៀតគឺគំនិតបាទគំនិតណាគំនិតឆ្លុះបញ្ចាំងសកម្មភាពគំនិតឆ្លុះបញ្ចាំងអត្តចរិតគំនិតនិងឆ្លុះបញ្ចាំងគោលដៅរបស់អ្នកបាទពាក្យស្លាយមួយថាគំនិតមួយវិញទៀតគឺការវិតម្លៃធ្វើអ្វីក៏ដោយកុំប្រញាប់វិតម្លៃពេកណាវិតម្លៃត្រូវបានបាទតម្លៃត្រូវបានវាយដោយសកម្មភាពដោយជោគជ័យនិងទង្វើរបស់អ្នកដែលឆ្លុះបញ្ចាំងសបាយកើតចេញពីទង្វើនិងការគិតរបស់អ្នកសបាយរីករាយភាពសបាយរីករាយគឺការកើតចេញពីទង្វើនិងការគិតរបស់អ្នកយើងត្រូវចាំថាពេលអ្នកកាន់តែខ្លាំងអ្នកនឹងមានជំរឿនកាន់តែច្រើនធ្វើអ្វីក៏ដោយបើសិនជាយើងមានភាពលេចធ្លោជាងគេសមត្ថភាពយើងខ្លាំងជាងគេយើងនឹងមានជំរឿនកាន់តែច្រើនប៉ុន្តែយើងត្រូវតែអភិវឌ្ឍខ្លួនឯងឲ្យខ្លាំងដែរបាទមួយវិញទៀតពាក្យមួយដែលគួរឲ្យសើចបាទពាក្យមួយដែលគួរឲ្យសើចគឺពេលយើងប្រឈមមុខហើយមានអ្នកប្រាប់យើងថាកុំឲ្យភ័យដូចឪពុកម្ដាយយើងវាយយើងប្រាប់យើងថាកុំឲ្យយំបាទអាហ្នឹងពាក្យមួយគួរឲ្យសើចចង់ឲ្យសើចបាទជាចុងក្រោយយើងត្រូវតែខ្លាំងស្រងយើងត្រូវតែខ្លាំងជាជំរើសចាំបាច់បំផុតសម្រាប់ការគិតនិងការព្យាយាមរបស់អ្នកចុងបញ្ចប់ start បាទហេតុអីបានជាខ្ញុំដាក់ start នៅចុងបញ្ចប់គោលដៅដែលល្អបំផុតគឺចាប់ផ្ដើមពីការគោលដៅដែលល្អបំផុតគឺចាប់ផ្ដើមពីការចាប់ផ្ដើមល្អគោលដៅដែលល្អបំផុតគឺចាប់ផ្ដើមពីការចាប់ផ្ដើមល្អបាទខ្វូតមួយគឺខ្ញុំសូមចែករំលែកប៉ុណ្ណឹងហើយបើសិនជាគ្រប់គ្រងនៅកំណត់អីផ្សេងៗជួយ like នៅ comment បើសិនជាមានកំណត់ល្អអាច comment បានអរគុណច្រើនមិត្តភ័ក្តិនៅក្នុង TikTok ក៏ដូចជា Facebook អរគុណ